ម្ដាយជនជាតិរុស្ស៊ីបង្ហោះសារទុញសោកក្រោយជនជាតិថៃសម្លាប់កូនរបស់ខ្លួនស្ត្រីដែលជាម្ដាយបង្កើតរបស់ជនជាតិរុស្ស៊ីពីរនាក់បងប្អូនបានបង្ហោះសារទុញសោកនៅពេលដឹងថាកូនរបស់នាងត្រូវជនជាតិថៃសម្លាប់ហើយកប់សពក្នុងដីនៅខេត្តឈុនបុរីបង្ហោះសារលើ Instagram ជាមួយ emoji យំកាលពីថ្ងៃសៅរ៍ទី1ខែសីហាឆ្នាំ2021ម្ដាយរបស់ Diana និង Roman បានសរសេរជាភាសារុស្ស៊ីដែលបកប្រែជាភាសាខ្មែរថាពួកមនុស្សចង្រៃពួកឯងសម្លាប់កូនរបស់ខ្ញុំបងប្អូនបង្កើតទាំងពីរបានបាត់ខ្លួនតាំងតែពីថ្ងៃទី26ខែកក្កដាមកម្លេះខណៈតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពគេឃើញអ្នកទាំងពីរឈប់ជជែកជាមួយអ្នកជិះម៉ូតូម្នាក់ទៀតប្រហែល2នាទីនៅក្រោមស្ពានអាកាសផ្លូវល្បឿនលឿនបន្ទាប់មកក៏មានម៉ូតូមួយគ្រឿងទៀតបើកដេញតាមពីក្រោយយ៉ាងប្រគៀកមុនពេលបាត់ដានទាំងស្រុងដំបូងឡើយជនជាតិថៃបានដាក់ការសង្ស័យថាករណីនេះប្រហែលជាការចាប់ចម្រិតព្រោះគេបានរកឃើញម៉ូតូដែលបងប្អូនបង្កើតជិះនេះត្រូវបានគេយកទៅរុះរើហើយកប់នៅក្នុងឃុំហ៊ុយយ៉ៃនៅស្រុកបាំងឡាម៉ុងខេត្តឈុនបុរីប៉ុន្តែតាមពិតវាជាករណីប្លន់សម្លាប់ឥឡូវប៉ូលីសចាប់បានមនុស្សពីរនាក់ម្នាក់ឈ្មោះថាណាខឺតថុងអាយុ43ឆ្នាំនិងម្នាក់ទៀតឈ្មោះថុងឆៃZrinil អាយុ39ឆ្នាំអ្នកទាំងពីរមិនមែនជាប់ពាក់ព័ន្ធតែក្នុងករណីឃាតកម្មបងប្អូនបង្កើតជនជាតិរុស្ស៊ីនេះឡើយប៉ុន្តែនៅពីក្រោយការសម្លាប់មនុស្សមួយគ្រួសារមានគ្នា3នាក់ទៀតដែលសពត្រូវបានកប់នៅក្បែរគ្នានោះអានូទីនសុំទោសរុស្ស៊ីញ័រមាត់ករណីស្លាប់បងប្អូនបង្កើតពីរនាក់នៅឈុនបុរីស្របពេលករណីឃាតកម្មជនជាតិរុស្ស៊ីពីរនាក់បងប្អូនបង្កើតនៅថៃកំពុងផ្ទុះខ្លាំងពេញពិភពលោកឈានដល់ធ្វើឲ្យប្រទេសមួយចំនួនព្រមមានឲ្យបរដ្ឋខ្លួនកុំទៅលេងថៃនោះស្រាប់តែពេលនេះនាយករដ្ឋមន្ត្រីអនុទីនបានធ្វើការសុំទោសទៅកាន់ប្រទេសរុស្ស៊ីយ៉ាងញ័រមាត់ហើយខំបកស្រាយថាប្រទេសថៃមានសុវត្ថិភាពណាស់ទោះមានរឿងបែបនេះកើតឡើងក៏ដោយអនុទីនត្រូវបានដកស្រង់សម្ដីដោយខៅសុតពេលចុះទៅមើលទីតាំងកប់សពជនជាតិរុស្ស៊ីដែលត្រូវបានរកឃើញនៅក្នុងស្រុកបាំងឡាម៉ុងនៃខេត្តឈុនបុរីថាលោកសុំទោសដល់ប្រជាជនរុស្ស៊ីនិងទេសចររុស្ស៊ីហើយចូលរួមរំលែកទុក្ខផងដែរយ៉ាងណាទន្ទឹមនោះអនុទីនអះអាងថានេះគឺជាករណីឃាតកម្មប្រព្រឹត្តឡើងដោយក្រុមអ ுக ្រិតជនដែលមិនគួរយកធ្វើជាភស្តុតាងថាប្រទេសថៃទាំងមូលគ្មានសុវត្ថិភាពនិងអសន្តិសុខនោះទេសូមជម្រាបជាថ្មីថាបងប្អូនបង្កើតជាជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Diana Nasimova ភេទស្រីអាយុ22ឆ្នាំនិងម្នាក់ទៀតជាប្អូនប្រុសឈ្មោះ Roman Nasimova អាយុ17ឆ្នាំបានបាត់ខ្លួនតាំងពីថ្ងៃទី26ខែកក្កដាមកម្លេះតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពគេឃើញអ្នកទាំងពីរឈប់ជជែកជាមួយអ្នកជិះម៉ូតូម្នាក់ទៀតប្រហែល2នាទីនៅក្រោមស្ពានអាកាសផ្លូវល្បឿនលឿនបន្ទាប់មកក៏មានម៉ូតូមួយគ្រឿងទៀតបើកដេញតាមពីក្រោយយ៉ាងប្រគៀកមុនពេលបាត់ដានទាំងស្រុងដំបូងឡើយប៉ូលីសថៃបានដាក់ការសង្ស័យថាករណីនេះប្រហែលជាការចាប់ចម្រិតព្រោះគេបានរកឃើញម៉ូតូដែលបងប្អូនបង្កើតនេះជិះត្រូវបានគេយកទៅរុះរើហើយកប់នៅក្នុងឃុំហ៊ុយយ៉ៃនៃស្រុកបាំងឡាម៉ុងនៃខេត្តឈុនបុរីមីយ៉ាន់ម៉ាបើកប្រតិបត្តិការបង្ក្រាបស្កេមនៅជាប់ព្រំដែនថៃចាប់បាន scammer ជាង700នាក់ក្នុងនោះមានទាំងថៃផងដែរប្រទេសមីយ៉ាន់ម៉ាបានចាប់ខ្លួន scammer ជាង700នាក់ក្នុងនោះមានទាំងជនជាតិថៃផងដែរនៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមអនឡាញទ្រង់ទ្រីធំមួយនៅក្នុងតំបន់ជាប់ព្រំដែនថៃតាមការផ្សាយរបស់ទូរទស្សន៍ Amarin TV កងទ័ពមីយ៉ាន់ម៉ាបានធ្វើការបង្ក្រាបនេះនៅតំបន់ម៉ាយ៉ាវ៉ាឌីនៃរដ្ឋការ៉ែនជាប់ស្រុកម៉ៃសុតនៃព្រំដែនថៃកាលពីថ្ងៃពុធទី29ខែកក្កដាឆ្នាំ2026ខណៈក្នុងប្រតិបត្តិការនោះកងទ័ពមីយ៉ាន់ម៉ាក៏បើកឆាកប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយកងទ័ពរំដោះជាតិការ៉ែនផងដែរឈានដល់ការរឹបអូសបានសព្វវុធមួយចំនួនផងដែរជាលទ្ធផលមីយ៉ាន់ម៉ាចាប់ខ្លួនបាន scammer ចំនួន777នាក់ក្នុងនោះជនជាតិថៃច្រើនជាងគេពលគឺមានរហូតដល់ទៅ631នាក់បន្ទាប់មកគឺជនជាតិខ្លួនតែម្ដងដែលមាន143នាក់និងថៃ3នាក់អំឡុងពេលនោះមីយ៉ាន់ម៉ាក៏រកឃើញនឹងរឹបអូសកុំព្យូទ័រទូរស័ព្ទនិងដុំ Wi-Fi ផងដែរបើតាមការបញ្ជាក់ពីមីយ៉ាន់ម៉ាអ្នកដែលចាប់បានទាំងអស់នឹងត្រូវបញ្ជូនទៅទីក្រុងផាអានដើម្បីធ្វើការសាកសួរបន្ថែមនិងចាត់វិធានការប្រតិបត្តិការនេះកើតឡើងក្រោយពេលសភាជាតិមីយ៉ាន់ម៉ាក្រោមការដឹកនាំរបស់លោកមីនអ៊ុងឡាំងទើបតែបានអនុម័តច្បាប់ប្រឆាំងស្កេមដែលចែងពីទោសទណ្ឌធ្ងន់ធ្ងរបំផុតរហូតដល់ប្រហារជីវិតច្បាប់ថ្មីដែលទើបតែលេចចេញជារូបរាងនេះកំណត់យ៉ាងច្បាស់ថា
បុគ្គលណាដែលបើកឬគ្រប់គ្រងមជ្ឈមណ្ឌលឆបោកហើយប្រើអំពើហិង្សាធ្វើទារុណកម្មឬបង្ខាំងមនុស្សដោយខុសច្បាប់ដើម្បីបង្ខំឲ្យធ្វើសកម្មភាពឆបោករហូតបណ្ដាលឲ្យមានមនុស្សស្លាប់គឺដាច់ខាតត្រូវតែប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតដោយគ្មានការលើកលែងសោះឡើយកន្លងមកសម្បុកឆបោកតាមប្រព័ន្ធអ៊ីនធឺណិតបានរីកដូចផ្សិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយបោកប្រាស់លុយពីមនុស្សជុំវិញពិភពលោកតាមរយៈការបង្កើតទំនាក់ទំនងស្នេហាคล้ายៗនិងការបោកប្រាស់វិនិយោគលើរូបិយប័ណ្ណ Digital អ្វីដែលកាន់តែរន្ធត់នោះគឺមានជនបរទេសជាច្រើនត្រូវបានក្រុមអក្រិតជនលបួងជួញដូរយកទៅបង្ខាំងទុកនិងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃដើម្បីបង្ខំឲ្យពួកគេអង្គុយចុចទូរស័ព្ទបោកប្រាស់អ្នកដទៃជារៀងរាល់ថ្ងៃជនជាតិថៃខ្លះនៅក្នុងស្រុកធ្វើ scammer និងប្រើហិង្សាលើទេសចរពេលចេញទៅក្រៅប្រទេសคล้ายជាអ្នករត់ពន្ធគ្រឿងញៀនប្រទេសថៃកំពុងលេចកន្ទុយកាន់តែច្បាស់ដោយបង្ហាញឲ្យពិភពលោកឃើញថាជនជាតិខ្លួនមិនថានៅក្នុងឬក្រៅប្រទេសឡើយមានខ្លះជាប់ពាក់ព័ន្ធជាមួយអំពើឆបោក scam ព្រមទាំងអំពើអក្រិតកម្មផ្សេងៗដូចជាគ្រឿងញៀននិងជួញដូរមនុស្សជាដើមជនជាតិសាសន៍មួយដែលពលរដ្ឋខ្លះចូលចិត្តធ្វើរឿងអាក្រក់អាងខ្លួនឯងអស្ចារ្យពលរដ្ឋថៃមួយចំនួននៅក្នុងប្រទេសបានសេពគ្រឿងញៀនធ្វើជា scammer និងចូលចិត្តប្រើអំពើហិង្សាជាពិសេសការវាយដំច្រំធាក់លើទេសចរបរទេសជាក់ស្ដែងនៅដើមឆ្នាំនេះទេសចរបរទេសត្រូវសន្តិសុខថៃមួយក្រុមព្រួតគ្នាវាយទាត់ធាក់នៅប៉ត្តយាកាលពីថ្ងៃច័ន្ទទី2ខែកុម្ភៈរំលងបានកន្លះខែប៉ុណ្ណោះនៅប៉ត្តយាដដែលនេះក៏មានហេតុការណ៍មួយទៀតនោះគឺមនុស្សភេទទី3មួយក្រុមមានគ្នា3នាក់បានវាយប្លន់ទេសចរចិនម្នាក់នៅសន្តាគារយ៉ាងណាករណីល្បីបំផុតនាមួយរយៈចុងក្រោយនេះគឺសន្តិសុខថៃអាងខ្លួនជាម្ចាស់ប្រទេសបានប្រើហិង្សាលើជនជាតិថៃអំឡុងពេលចូលរួមព្រឹត្តិការណ៍ពិព័រណ៍សៀវភៅមួយនៅទីក្រុងបាងកកជុំវិញរឿងនេះស្ថានទូតចិនប្រចាំទីក្រុងបាងកកបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យអាជ្ញាធរថៃបើកការស៊ើបអង្កេតជាបន្ទាន់ព្រោះនោះគឺជាករណីប្រហិង្សាជ្រុលហួសហេតុពេកលើបរិវត្តខ្លួនបើចេញទៅក្រៅប្រទេសវិញជនជាតិថៃមួយចំនួនស្រាប់តែក្លាយជាអ្នករត់ពន្ធគ្រឿងញៀនតែម្ដងដូចជាករណីថ្មីបំផុតគឺនារីម្នាក់ឈ្មោះជូតាធីបអាយុ28ឆ្នាំត្រូវបានអាជ្ញាធរជប៉ុនឃាត់ខ្លួននៅឯអាកាសយានដ្ឋាន Fukuoka ពាក់ព័ន្ធការកាន់ម៉ាតកកលាក់ក្នុងកញ្ចប់កាហ្វេដាក់ក្នុងប្រអប់ទម្ងន់12គីឡូក្រាមករណីនេះកើតឡើងនៅថ្ងៃទី12ខែកក្កដាពេលនាងទៅដល់ប្រទេសជប៉ុនជាមួយមិត្តប្រុសនិងមិត្តម្នាក់ទៀតហើយក្រោយរកឃើញគ្រឿងញៀននាងនិងគូកនត្រូវបានឃាត់ខ្លួនទៅសួរនាំក្រោយការសាកសួរចប់អាជ្ញាធរបានដោះលែងមិត្តប្រុសនិងមិត្តម្នាក់ទៀតវិញប៉ុន្តែនាងត្រូវឃុំខ្លួនជាបណ្ដោះអាសន្នសិនរឿងនេះកើតឡើងមិនដល់1ខែផងបន្ទាប់ពីនារីបម្រើការលើយន្តហោះក្រុមហ៊ុន Thai Airways ក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអូស្ត្រាលីពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀនផងដែរនាងម្នាក់នោះមានឈ្មោះថាមីណាអាយុ26ឆ្នាំត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Melbourne កាលពីថ្ងៃទី25ខែមិថុនាឆ្នាំ2026ពីបទរត់ពន្ធហេរ៉ូអ៊ីនទម្ងន់ជាង1គីឡូក្រាមមានតម្លៃប្រហែល $34,300 អាមេរិកលាក់ទុកក្នុងកាបូបយួរដៃចំនួន12រឿងកើតឡើងជាបន្តបន្ទាប់នេះសបញ្ជាក់យ៉ាងច្បាស់ថាបន្ថែមពីលើករណី scam ដែលកំពុងតែរីកដូចផ្សិតស្រាប់ទៅហើយនោះប្រទេសថៃគឺពោពេញទៅដោយគ្រឿងញៀនដែលចែកចាយលាក់ក្នុងស្រុកផងនិងរត់ពន្ធទៅក្រៅប្រទេសផងហើយក៏ជាស្ពានចម្លងសម្រាប់អក្រិតជនអន្តរជាតិផងដែរ